ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការដោះស្រាយលំហាត់ limit exponential អូខេមុននឹងយើងចូលដល់ការបោះស្រាយយើងគួរតែកំណត់មើលរៀងវាសិនថាវាជារៀងអ្វី limit x ខិតទៅរក0នៃ e ស្វ័យគុណ1បូក x សនី 2x ដល់ e ស្វ័យគុណកុស 2x នៅលើឬ1បូក x ក្រេដក1អូខេបើសិនជាយើងជំនួស x ស្មើ0ចូល0គុណ i sin 0គឺស្មើ0នេះគឺសល់ e ស្វ័យគុណ1 e ស្វ័យគុណ1គឺ e ដកអីហ្នឹង e ស្វ័យគុណកុស0កុស0គឺស្មើ1អញ្ចឹង e ដក e គឺស្មើ0ចំណែកខាងក្រោមគឺឬ1បូក0ការ៉េឬ1បូក0ការ៉េចេញមកគឺបាន1 1ដក1គឺ0អញ្ចឹង limit exponential របស់យើងគឺស្ថិតនៅក្រោមរាងមិនកំណត់0លើ0ឡើយយើងមើល e ស្វ័យគុណ1បូក x សនី 2x ដល់ e ស្វ័យគុណកុស 2x នៅក្នុង limit exponential យើងគួរតែកប់3ចាំរូបមន្តមួយរបស់វាគឺ limit x ខិតទៅរក0នៃ e ស្វ័យគុណការ x ដល់1នៅលើការ x ស្មើឲ្យនឹង1ហើយនេះគឺជារូបមន្ត exponential របស់យើងឥឡូវយើងមើលខាងលើនេះតើវាមានកន្លែងដក1នេះអត់បើសិនជាអត់មានទេយើងធ្វើការខាំថយទូអូខេ limit x ខិតទៅរក0នៃ e ស្វ័យគុណ1សនី 2x ដក1បូក1ដក e ស្វ័យគុណកុស 2x នៅលើអូខេឥឡូវយើងមើលប្រភេទនៅក្រោមវាជាប់ឬហើយនេះទៀតអញ្ចឹងកាលណាវាជាប់ឬអញ្ចឹងយើងគួរតែគុណបន្សំឆ្លាស់កាលណាគុណបន្សំឆ្លាស់លេខដែលនៅជាប់ឬគឺវាចេញពីឬហើយលេខធម្មតាគឺត្រូវលើកជាការ៉េចានេះវាចេញពីឬនៅសល់1បូក x ការ៉េដកឲ្យនឹង1ការ៉េគឺ1អញ្ចឹងយើងទៅសេ1យកមកបន្តមកយើងធ្វើការគុណបន្សំឆ្លាស់វាកាលណាវាជាដកបន្សំឆ្លាស់របស់វាគឺជាបូកជួយយើងគុណឲ្យឬនៃ1បូក x ការ៉េបូកឲ្យនឹង1ហេឡើយយើងមើលមកដល់នេះហើយយើងគឺបានទម្រង់ e ស្វ័យគុណការ x ដក1ហើយគឺយើងនៅសល់ចែកការ x មួយទៀតកាលណាយើងចែកការ x គឺត្រូវគុណសម្រួលវិញអូខេឥឡូវយើងមើលទាំងអស់គ្នា limit x ខិតទៅរក0នៃ e ស្វ័យគុណ1បូក x សនី 2x ដកឲ្យនឹង1នេះគឺយើងត្រូវការ x ដើម្បីឲ្យវាស្មើទៅនឹង1ការ x របស់យើងគឺ1បូក x ស្វ័យគុណសនី 2x ការ x របស់យើងគឺស្វ័យគុណរបស់ e អញ្ចឹងយើងចែកឲ្យនឹង1បូក x សនី 2x កាលណាយើងចែកចាស់គឺម្ដុំនេះគឺវាស្មើ1ហើយប៉ុន្តែដើម្បីឲ្យចូលប្រធានឡើងវិញគឺយើងធ្វើការគុណសម្រួលវាវិញគុណឲ្យនឹង1បូកកាលណាយើងថែមនៅក្រោមគឺយើងត្រូវគុណទៅនឹងលើវិញឥឡូវយើងមើលម្ដុំទៀតគឺ1ដក e ស្វ័យគុណកុស 2x 1ដក e ស្វ័យគុណកុស 2x នេះខ្ញុំនឹងសេថា e ដក e ស្វ័យគុណកុស 2x ដកទៅនឹង1អូខេឥឡូវយើងមើលការ x របស់យើងគឺស្វ័យគុណរបស់ e អញ្ចឹងកុស 2x ជួយយើងខ្លាចការចែកកុស 2x កាលណាយើងគុណក្រោមយើងចែកក្រោមគឺគុណលើគុណឲ្យកុស 2x វិញអូខេយើងកុំភ្លេចគុណកន្សំឆ្លាស់វាវិញផងគុណឲ្យនឹង1បូក x ក្រេបូកឲ្យនឹង1នៅលើអានេះពាក្យបាយរបស់វាគឺ1ដក1អញ្ចឹងអស់គឺនៅសល់តែ x ក្រេទេអូខេឥឡូវយើងមើល e ស្វ័យគុណ1បូក x សនី x ដក1នៅលើ1បូក x សនី x គឺយើងចូលទម្រង់ limit នេះហើយអញ្ចឹងមានន័យថាម្ដុំនេះគឺស្មើ1ប៉ុន្តែ1ហ្នឹងធ្វើការគុណនឹងកន្សំនេះគឺវាស្មើនឹងកន្សំនេះអញ្ចឹងយើងសរសេរកន្សំនឹងយកមក1បូក x សនី 2x អូខេកន្លែងនេះក៏ដូចគ្នាគឺនៅសល់ដកកុស 2x បន្ទាប់មកយើងកុំភ្លេចគុណនឹងកន្សំឆ្លាស់របស់វាគឺឬ1បូក x ក្រេបូកឲ្យនឹង1លើ x ក្រេអូខេកាលណាយើងមកដល់នេះហើយកន្សំឆ្លាស់នេះ
គឺយើងកុំទាន់អានខ្វល់ព្រោះអីយើងគ្រាន់តែចំណុចលេខចូលទៅវាចេញចាប់តែហើយអ្វីដែលយើងខ្វល់គឺម្ដុំនេះគឺ1ដក copy x យើងដឹងថា1ដក copy x គឺស្មើនឹង2 sin carré x តាមរូបមន្ត1ដក cos ax ស្មើ2 sin carré ax នៅលើ2គេនេះគឺរូបមន្តមួយទៀតចឹងយើងមើលយើងទៅសេមក limit x ខិតទៅរក0នៃ x សនី 2x នេះខ្ញុំធ្វើការសេនៅមុខហើយ1ដក copy x គឺស្មើឲ្យ2 sin carré x 2 sin carré x នៅលើ x carré គុណឲ្យនឹងឬ1បូក x carré បូកហើយម្ដងចេះហើយយើងធ្វើការផ្ដាច់ប្រភេទរបស់វាដើម្បីឲ្យចូលទម្រង់ត្រីកោណមានគឺlimit x ខិតទៅរក0នៃសនី ax នៅលើ ax គឺស្មើឲ្យនឹង1អូខេដល់យើងមើលយើងទៅសេមក limit x ខិតទៅរក0នៃ x សនី 2x នៅលើ x carré បូកឲ្យនឹង2សនី carré x នៅលើ x carré បន្ទាប់មកយើងកុំភ្លេចគុណនឹងអក្សរសាស្ត្រវាផង1បូក x carré បូកអូខេឥឡូវយើងមើលកន្លែងនេះគឺ x សម្រួលនឹង x អត់គឺនៅសល់សនី 2x អញ្ចឹងយើងទៅសេថា limit x ខិតទៅរក0នៃសនី 2x នៅលើ x យើងសង្កេតឃើញថា a របស់យើង a នៅកន្លែងនេះ a របស់យើងគឺជាលេខ2អញ្ចឹងខាងក្រោមគឺត្រូវតែលេខ2ដែរកាលណាយើងគុណក្រោមយើងគុណសម្រួលវាវិញនៅខាងលើអូខេ2បូកឲ្យនឹង2 sin carré x នៅលើ x carré នេះខ្ញុំធ្វើការសរសេរសនី x នៅលើ x លើកជា carré ហើយបន្ទាប់មកគុណនឹង1បូក x carré បូកឲ្យនឹង1ហើយឥឡូវយើងដល់ចេះហើយយើងធ្វើការសម្រួលអាចច្រឡំសំទោសយើងធ្វើការចំនួនលេខវាយកទៅមកកន្លែងនេះគឺស្មើ1អញ្ចឹង1គុណឲ្យ2គឺស្មើនឹង2បូក2គុណឲ្យ1 carré 2គុណ1 carré គឺស្មើនឹង2បន្តមកគុណឲ្យនឹងឬ1បូក0 carré គឺសល់1អញ្ចឹង1បូក0 carré គឺស្មើ1អញ្ចឹង1បូកឲ្យនឹង1គឺ2អញ្ចឹងកន្លែងនេះគឺយើងបាន4គុណឲ្យនឹង2គឺស្មើនឹង8អូខេនេះគឺជាចម្លើយរបស់ limit exponential របស់យើងអរគុណសម្រាប់ការទស្សនា